បាទសម្រាប់ខ្ញុំគឺមើលឃើញថាវាជាមានគុណសម្បត្តិច្រើនមានផលប្រយោជន៍ច្រើនណាស់បាទជាពិសេសច្បាប់កាតព្វកិច្ចយោធាដូចលោកបណ្ឌិតលើកឡើងហើយប្រទេសនៅក្នុងអាស៊ានយើងគឺអនុវត្តទាំងប្រទេសធំទាំងប្រទេសទូចហើយគេសិតតែប្រទេសខ្លាំងខ្ញុំលើកចោះដូចយ៉ាងវៀតណាមគឺអនុវត្តតឹងរឹងណាស់បាទពី16ខែទៅ21ខែប្រទេសសៀមគឺគេអនុវត្ត2ឆ្នាំហើយប្រទេសសិង្ហបុរីទូចទេហេតុអីបានសិង្ហបុរីខ្លាយជាមហាអំណាចយោធាទី4របស់អាស៊ានប្រទេសសិង្ហបុរីទូចប៉ុណ្ណឹងភ្នំពេញយើងខ្ញុំភ្នំពេញតិចហ្នឹងគឺជាមហាអំណាចយោធាទី4នៅអាស៊ានភាសាគេមានការអនុវត្តនៅច្បាប់កាតព្វកិច្ចយោធាយ៉ាងតឹងរឹងបាទហើយបូករួមនឹងបច្ចេកវិទ្យាទំនើបដែលមានកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចដូច្នេះកាតព្វកិច្ចយោធានេះដើរតួសំខាន់ណាស់តាក់ទងទៅនឹងបំពេញនៅចំនួនយោធាបាទយោធិនរបស់យើងពាក់ព័ន្ធទៅនឹងការផ្ដល់នូវការអប់រំទៅដល់យុវជនហ្គេងស្ទ័រច្រើនណាស់បាទក្មេងស្ទាវច្រើនណាស់ស្រុកយើងនេះដូចសម្ដេចលើកឡើងហើយបាទក្មេងស្ទាវទាំងនោះដាក់ឲ្យទៅជួមុខចាក់បេតុងចាក់ប្លង់សេចាក់ធ្វើតាក់ទងទៅនឹងទលានដ្ឋានបាទដើម្បីអត់ប្រយោជន៍ហើយបញ្ហាមួយទៀតគឺនៅកម្ពុជាយើងបើយើងពិនិត្យមើលទៅលើគេហៅថាចំនួនយុវជនគឺយើងមានច្រើនជាងគេក្នុងអាស៊ានយើងមានកម្រិតយុវជនបើសិនជាយុវជនយើងផ្ដោតទៅលើពីអាយុ15ឆ្នាំទៅដល់30ឆ្នាំយើងមានរហូតដល់ជាង 30% នៃចំនួនយុវជនសរុបបាទហើយដូច្នេះទេហើយនៅកម្ពុជាយើងទៀតមួយទៀតគឺយុវជនយើងអ្នកខ្លះបោះបង់ការសិក្សាច្រើនបោះបង់ការសិក្សាច្រើនចំណាក់ស្រុកទៅថៃច្រើនហើយក៏ត្រឡប់មកវិញច្រើនដូច្នេះទេក៏គាត់អាចចូលរួមនៅក្នុងនេះដែរបាទហើយពាក់ព័ន្ធទៅនឹងការអប់រំផ្លូវចិត្តអប់រំសិលធម៌ការដូចសម្ដេចលើកឡើងតាក់ទងបញ្ហាធំចំណុចដែលសំខាន់គឺការងារធ្វើការងារជាក្រុមបាទការងារជាក្រុមនេះគឺមានសារៈសំខាន់ណាស់ដែលធ្វើឲ្យមនុស្សចេះបាទចេះសម្របសម្រួលចេះគិតអ្វីដែលត្រូវអ្វីដែលខុសបណ្ដោះមាសការស្នេហាជាតិជារឿងសំខាន់បាទចំណុចអស់នេះហើយសម្រាប់ខ្ញុំវិញមតិជាច្រើនគេលើកថាគេចង់កង្វល់ថាខ្លាចម្នាក់អត់ចូលបើសម្រាប់ខ្ញុំវិញបារម្ភថាខ្លាចតែរដ្ឋាភិបាលដាក់ទូរលេខមកតិចពេកហើយអ្នកចូលច្រើនស្ម័គ្រចិត្តតែម្ដងបាទអ្នកស្ម័គ្រចិត្តច្រើនមិនហេតុអីបាទឥឡូវដូចយើងបញ្ជាក់នៅក្នុងវិស័យយោធាពីមុនចូលប្រឡងក្រៅពីប្រឡងនេះយើងដឹងគ្រប់គ្នាមានអ្នកខ្លះសូលុយចូលបាទក្រៅផ្លូវការក្រៅអីចឹងបាទអស់លុយរាប់ពាន់រាប់ម៉ឺនណាដើម្បីចូលហើយលើកនេះជាឱកាសហើយបាទរៀនទាំងចំណេះជំនាញមិនមែនតែចំណេះជំនាញទៅលើប្រើប្រាស់សុភាវុធទេបាទគឺទាំងចំណេះជំនាញផ្សេងការអប់រំចិត្តអប់រំកាយណាការធ្វើការងារជាក្រុមរំលឹកថាអាចនឹងមានការស្ម័គ្រចិត្តឬក៏សម្រុកទៅចុះឈ្មោះចូលច្រើនហ្នឹងដោយសារមូលហេតុដោយសារតែពួកគាត់កំពុងតែមានចិត្តនឹងវាឈឺចាប់វាខឹងសម្បាននឹងការឈានពានរបស់ថៃផងឬក៏យ៉ាងម៉េចបាទនេះគឺជាចំណុចសំខាន់បាទពាក់ព័ន្ធទៅនឹងនៅក្នុងសង្គ្រាមជាមួយសៀមនេះសួរអ្នកដេកស្រក់ទឹកភ្នែកប្រហែលអ្នកបាទឈឺចាប់ប្រហែលអ្នកចង់ទៅជួយជាច្បាំងនៅក្នុងតាមបណ្ដាញសង្គមវិញបើហ្វេនខ្ញុំគាត់ស្ម័គ្រចិត្តចូលទៅជួមុខបាទហើយយើងប្រាប់គាត់ថាចូលទាំងម៉េចបើយើងអត់ចេះកាន់កាភ្លើងផងបើយើងអត់ចេះបាញ់ផងទៅអ្នកទៅស្រាប់ដូច្នេះធ្វើយ៉ាងនេះគឺច្បាប់កាតព្វកិច្ចយោធាជួយបង្រៀនយ៉ាងហោចណាស់2ឆ្នាំបាននៅមូលដ្ឋានបាទក្នុងការប្រើប្រាស់សុភាវុធយុទ្ធសាស្ត្របង្វឹកកាយឲ្យខ្លាំងក្លាយនេះបាទគឺជារឿងសំខាន់ហើយខ្ញុំជឿថាមានអ្នកចូលច្រើនពីព្រោះការស្រឡាញ់ជាតិការឈឺចាប់គ្រប់គ្នាបាទយើងមើលកម្លាំងតេអ៊ីកាទៅបាទមិនខុសគ្នាទេហើយទី2ដូចខ្ញុំលើកឡើងដែលខ្ញុំថាច្រើននោះដោយសារអីដោយសារយើងមានចំនួនអាយុនេះអាយុនៅក្នុងចន្លោះនេះច្រើនណាស់នៅកម្ពុជាយើងបាទច្រើនជាងគេនៅក្នុងអាស៊ានពី18ទៅ25ឆ្នាំបាទ18ទៅ25ឆ្នាំនេះបាទមានចំនួនច្រើនមែនទេនៅកម្ពុជាយើងគេថាជាកម្លាំងយុវជនកម្លាំងពលកម្មផងយើងនេះបាទច្រើនដូច្នេះទេខ្ញុំរំពឹងថានឹងមានបាទយុវជនច្រើននឹងចូលរួមដោយស្ម័គ្រចិត្តបាទមិនបាច់បង្ខំទេនៅក្នុងស្បាប់សរសេរខ្លះថាកន្លែងខ្លះបង្ខំកន្លែងខ្លះដាក់ទោសដែរខ្ញុំមិនខ្វល់ពីបញ្ហានេះខ្ញុំខ្វល់ថាតើរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ទេផ្ដល់នូវតម្លាភាពក្នុងការជ្រើសរើសទេផ្ដល់នូវសម្ភារៈការបដោះបដាគ្រប់គ្រាន់ការហូបចុកការឧបត្ថម្ភអីគ្រប់គ្រាន់ទេសំខាន់ជាងគេកុំឲ្យមានអំពើពុករលួយហើយនឹងមានការជ្រើសរើសមានបញ្ហានោះបាទខ្ញុំជឿថាមានច្រើនខ្ញុំចាប់អារម្មណ៍លោកបណ្ឌិតលើកឡើងនេះហាក់ដូចជាច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលនឹងចេញទៅពេលនេះគឺចំពេលតែម្ដងបាទចំពេលជាពិសេសគឺចំពេលដែលមានការឈឺចាប់នេះតែម្ដងបាទការរំលោភធៀបពីថៃនេះម្នាក់ដូចខ្ញុំមើលបញ្ជាក់មែនទេខ្ញុំទៅដើរដល់ក្រៅប្រទេសទៅហើយអត់បាយហូបក៏ឃើញហាងថៃមួយក៏ខ្ញុំអត់ចូលដែរខ្ញុំសុំតែអត់បាយហូបខ្ញុំដើរតទៅទៀតបាទដូចគ្នាបាទពាក់ខែការនេះហើយក៏ដូចជាកម្លាំងនៃការជឿចាប់នេះចំពេលហើយបាទចំពេលនឹងមានស្ម័គ្រចិត្តចូលច្រើនបាទសម្រាប់បវរធម្មដីយើងបាទគាត់បានឆ្លងកាត់ហើយនៅសាលាបណ្ឌិតយោធា West Point របស់លោកខាងលិចសហរដ្ឋអាមេរិកឯណោះបាទដូច្នេះទេអ្វីដែលតាក់ទងទៅនឹងការរៀបចំនៅកម្មវិធីច្បាប់កាតព្វកិច្ចយោធានេះតាំងពី A ដល់ Z ខ្ញុំជឿថាសម្ដេចយល់ទាំងអស់មើលលេខចំណងបាទគាត់ឆ្លងកាត់ខ្លួនឯងអស់ហើយតាក់ទងទៅនឹងទី1គឺតាក់ទងទៅវិន័យទី2តាក់ទងនឹង curriculum ការបដោះបដាលតើបដោះបដាលអីខ្លះអប់រំកាយអប់រំចិត្តអប់រំសតិអប់រំតាក់ទងមនសិការជាតិសិលធម៌លក្ខនឹងលក្ខបាននៅក្នុងនេះផ្អែកទៅលើអស់នេះ2ឆ្នាំខ្ញុំជឿជាក់ថាដោយលោកបណ្ឌិតលើកឡើងអញ្ចឹងក្មេងទំនើង
có nâng tranh pi năm nên đây là một đứa đây mà thấu xa xóm châu cắt cái này pi năm đào tranh với tròn lưng bà chẳng vì chui bà vì chắc Paul phong đái mình đến cái chạy tông từ vì sai cà pi chiết đấy vì chui chạy tông từ nâng cả co sang để cả chiết smart lấy này hai chiết vì pet pon từ nâng vì sai xem đôi chỉ vì sai mấy tầm nướng chỉ sai chấm lưỡi của chiết tập mấy tầm nướng bà đào lên snap vô tạo bọt bà hay bọt lốp men tàu công vụ năng ban hả bà miên cả này này thì về phải chụp bà chẳng đây mấy tầm nướng mấy bà đào lên snap vô tụ bùa hẳn chăng ai luôn đứt thôi khối cột sạt na như một trận quần này được chứ này công chụp mình tầm nướng trong bọt đấy bà nhưng mà trong thì bà bò rồi xây Phật giáo thế bản té rồi chia viên bảo bụng đai nạp chia ba tên đi bà xin chỉ không một đảo lên đạp lên ấy nó có ở dụng nông nấn và chú mà cho cái đạp cây vô thi màu bà trên cho mấy đường xa thôi vì bố nó qua cả đám chưa ta bình đấy bà chỉ mình cài qua chừng ló nơi cái này mình đôi bà sáp đương nhiễm còn mình qua chừng ló đẹp tôn từ nâng mình đôi ốc đông xem bà tuân cái kia còn mình cài qua chừng ló nhưng mới khơi háo dùng pi tầm la phiên để cả bó tầm pi bơ bốc lùi khi đã miền lùi dây lạ ba nhưng đang ngay nó bị sai đằng đi việc bò miền trái nằm bên trong trái này vậy thế một trong dây trong ba này trong dây thì trong miền này ta bờ sân thì cho lại vô thiên tam địa ca của mình đấy tam địa cái đi lắm ca của đào group một chia từng ngọn đi bà hơi chưa chạy thành trình màu mình đường muối đồ miền đầm lay ấy khác đầm lay tẹt tông được sơ là thoa vì nơi tẹt tông là ska chiết sầm khăn sầm đập chưa có đoạn muối và tê chiết muối khang cứ bị chia chân miền mà ska chiết khang dương người Israel đâu bà được chứ dương đây chăm bạch bà hồi nhưng chưa chạy là cam chỉ bàn tay tôi giang á vậy được nhưng bà đóng đối tháp bàn xây đại bà đâu tại ăn vọt nắng ở bàn mót chót mình ao miền đồng bờ bốc lui ông ta bà mà phiệp còn mà tha cô là thâu máu đã là chúng mua cho riêng đó tại đây cho te dân được chết nắng có bây giờ mình ai tàu thưa ấy mình đưa nó gọi bàn lô bàn này bà thì phú ca cho luôn một cam vị tèng ô luôn tèng phâu chất tèng phơi cay chỉ phải phơi cay bà ở mùa muôn cho luôn được lái bao vía luôn ấy từng ba cho nên tôi chỉ lương ló bà tèng miên tèng cầm lăng lèng riêng cay dùng mùa muôn hơi tèng tệ rom phơi chân bỏ dưới đôi chỉ chủng niên mình bên đây chủng niên vô thiết thế đôi chủng này lơ hai chọc pi đi tới nè phơi ca nó chua hơi mà phơi ca lại đang vĩnh còn dương miên chủng niên chạy tôm ca phơi ca như chỉ công dương miên sau là thò chừng muôn dương có lúc bên đây chừng muôn phơi ca như miên tổ chức biết chừng muôn đây bà